សួស្តីបងប្អូនទាំងអស់គ្នាទឹកជ្រោះប៊ូស្រានៅក្នុងខែវិច្ឆិកានេះគឺមានការធ្លាក់ខ្លាំងរហូតដល់គួរឲ្យខ្លាចនៅផ្នែកខាងលើនៃជ្រោះនេះគឺមានអូមួយនេះគឺជាអូមួយដែលមានទទឹងប្រមាណជា10ម៉ែត្រហើយមានទឹកជម្រៅប្រហែលជា2ម៉ែត្រតែបើសិនជានៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងទឹកអូនេះអាចឡើងខ្ពស់ជាងនេះអាចទៅដល់2ម៉ែត្រកន្លះឬក៏3ម៉ែត្រក៏ថាបានដែរមូលហេតុនឹងហើយទើបទឹកជ្រោះប៊ូស្រាមានទឹកធ្លាក់ខ្លាំងគួរឲ្យខ្លាចបងប្អូនដែលទៅកំសាន្តនៅទីនោះមិនអាចងូតទឹកលេងបានទេពីព្រោះដោយសារតែល្បឿននៃការធ្លាក់របស់ទឹកនោះគឺវាខ្លាំងពេកអញ្ចឹងបើបងប្អូនណាដែលលេងទឹកនៅទីនោះគឺអាចនឹងជួបប្រទះនៅឧបទ្ទហេតុឬគ្រោះថ្នាក់ផ្សេងដែលយើងមិនអាចមើលឃើញដូច្នេះសូមបងប្អូនដែលទៅលេងនៅកន្លែងទឹកជ្រោះប៊ូស្រានៅរដូវវស្សាឬក៏ខែវិច្ឆិកានេះសូមកុំហែលទឹកលេងឲ្យសោះព្រោះអាចបណ្ដាលឲ្យយើងជួបនៅគ្រោះថ្នាក់ផ្សេងដែលយើងមិនអាចមើលដឹងឬក៏មិនអាចគិតទុកជាមុនបានអញ្ចឹងសូមអរគុណចំពោះការទស្សនាក៏ដូចជាការស្ដាប់នៅការរាយរាប់របស់ខ្ញុំបាទសូមអរគុណ